សួស្តីអ្នកនរគ្នាថ្ងៃនេះគឺជាវីដេអូថ្មីមួយដែលខ្ញុំជួញជាមួយនឹងបងរិទ្ធីហើយក៏ជាវីដេអូទី2ដែរដែលខ្ញុំធ្លាប់បានចូលរួមជាមួយគាត់កាលពីមុនអញ្ចឹងថ្ងៃនេះគឺយើងមានជាសំណួរមួយចំនួនដែលនឹងត្រូវលើកយកមកសួរទៅកាន់បងរិទ្ធីហើយនៅក្នុងនោះវាមានពាក់ព័ន្ធជាមួយនឹងតិចនិចនៅក្នុងការសិក្សាភាសាអង់គ្លេសពាក់ព័ន្ធជាមួយនឹង digital ដែលថ្ងៃយើងឃើញថាគាត់បងរិទ្ធីគឺគាត់មានជា platform មានជា social media ច្រើនក្នុងការចែករំលែកនៅក្នុងការ share ពាក់ព័ន្ធជាមួយនឹងភាសាអង់គ្លេសមិនណាដឹងហ្នឹងហើយគឺខ្ញុំពីច្រើនគឺខ្ញុំឃើញបងរិទ្ធីឃើញគាត់ចែករំលែកទៅលើ Facebook TikTok ហើយនឹងជាពិសេសនោះគឺនៅក្នុង Telegram channel ហ្នឹងហ្មងគឺគាត់ share ទាំងពីរដែលរួមមាន effortless English variety and English solution variety yeah អញ្ចឹង English solution variety ហ្នឹងគឺទៅតែងើបមានន័យថាទៅតែគេគ្នាយើងព្យាយាមស្គាល់បានរយៈចុងក្រោយដោយសារតែបងផុសវីដេអូច្រើនជាការពិតផុសវីដេអូពាក់ព័ន្ធទៅនឹងការរៀនភាសាអង់គ្លេសផ្សេងៗចឹងហ្នឹងយើងនឹងជជែកគ្នាពាក់ព័ន្ធជាមួយនឹងការរៀនភាសាអង់គ្លេសរបស់នេះជា podcast មួយហើយយើងមានរតនាគាត់នឹងសួរខ្ញុំសំណួរច្រើនខ្ញុំមិនដឹងសំណួរខ្លះទេប៉ុន្តែអ្វីដែលខ្ញុំជឿជាក់ថាខ្ញុំនឹងចូលរួមនៅក្នុង podcast ខ្លីមួយនេះនៅក្នុងការចែកម្លែកពាក់ព័ន្ធទៅនឹងដូចគាត់បាននិយាយខាងដើមណាការរៀនភាសាអង់គ្លេសហើយបូករួមជាមួយនឹងការរៀនភាសាអង់គ្លេសនៅលើ Telegram ដោយសារតែរយៈនេះខ្ញុំផុសវីដេអូពីជាភាសានេះគឺអីគេអូនពាក់ព័ន្ធជាមួយនឹង bot Telegram bot បងពាក់ព័ន្ធជាមួយនឹងការចែករំលែកទៅលើ PDF solution តាមរយៈ bot ជាដើមហើយនៅក្នុងហ្នឹងគឺខ្ញុំឃើញថាគាត់បានផុសជាច្រើនទៅនឹង PDF ទៅកាន់ bot ប៉ុន្តែដោយសារតែពេលខ្លះខ្ញុំឃើញគាត់ announcement ពាក់ព័ន្ធជាមួយនឹង user ដែលគាត់ទៅ block bot អញ្ចឹងក្នុងគោលដៅមួយដែលគាត់ block bot រាល់ announcement ឬក៏រាល់ការ share ទៅលើ PDF solution ចេញពីបងរិទ្ធីគឺគាត់អត់ទទួលបានទេអញ្ចឹងអត្ថប្រយោជន៍គឺបានទៅលើអ្នកនរគ្នាទេប៉ុន្តែជាក់ស្ដែងគឺអ្នកនរគ្នាទៅ block bot អញ្ចឹងទៅអញ្ចឹងគឺយើងអត់អាចទទួលបានព័ត៌មានទាំងអស់ហ្នឹងទេហើយមួយវិញទៀតជាធម្មតានៅក្នុង Telegram យើងដឹងស្រាប់អីនៅពេលដែលយើងទៅ clear ឬក៏ delete history ពី bot វានឹងសួរយើង alert មួយវាថាយើងចង់ delete ហើយ end block bot ឬក៏មិនតែពីច្រើនយើង default delete ថិចហើយយើងថិចអាកន្លែង block bot ទៀតយើងមិនចាំតែ clear ទេកន្លែងហ្នឹងចេះកន្លែងហ្នឹងប្រហែលជាគ្នាយើងមួយចំនួនគាត់ចេះប្រើ bot ហើយនៅពេលគាត់ចាប់ផ្ដើមចូលទៅហើយហ្នឹងគាត់ចុចគ្នាយើងចុចបក់អញ្ចឹងណា start bot ចេះបើចុចទៅចង់ clear អា history ហ្នឹង and then ចុចទៅវាមានអាការហៅ default ហ្នឹងវា គ្រីសជាមួយនឹងការ block bot អញ្ចឹងទៅពេលគាត់ clear ហ្នឹងគាត់ចុចប៊ូតុង clear patch ហ្នឹងវារួមទាំងការ block bot ដូចគ្នាអញ្ចឹងអាហ្នឹងបងគិតថានិយាយដូចណែបញ្ជាក់អញ្ចឹងវាជាមូលហេតុមួយកន្លែងហ្នឹងបើសិនជាអ្នកនរគ្នាចង់ឲ្យ bot ហ្នឹងអាចផ្ញើចេញចូលជាមួយនឹង PDF lesson បានអ្នកនរគ្នាគ្រាន់តែចូលទៅ restart វាមកវិញមកវាជាការស្រេចទេអញ្ចឹង bot ហ្នឹងគឺយើងលែង block វាទៀតហើយអូខេអញ្ចឹងដំណោះស្រាយមានប៉ុណ្ណឹងក្នុងការដោះស្រាយពាក់ព័ន្ធជាមួយនឹង bot ដែលយើងបាន block អញ្ចឹងទៅអូនឯងគិតមិនកន្លែងនេះបងចំណាយពេលវេលាបងចំណាយថវិកាហើយបងចំណាយនិយាយទៅបងចំណាយច្រើនណាស់ចំណាយទាំងពេលវេលាថវិកាចំណាយទាំងចំណេះដឹងជំនាញស្រាវជ្រាវក្នុងការប្រមូលរកឯកសារ PDF ហើយព្យាយាមដាក់ចូលនៅក្នុង bot ដើម្បីផ្ញើទៅកាន់ user ម្នាក់លើ Telegram ហ្នឹងណាឲ្យគាត់ប្រើឲ្យបានចំណេញអញ្ចឹងទៅ and then គ្នាយើងខ្លះយើងមើលឃើញភាគច្រើនពួកគាត់ពេញចិត្តយើងមានថាឥឡូវដូចជាមានប៉ុន្មានអ្នកចូល500អ្នកជាងចូល600នាក់អីអញ្ចឹងបើសិនជាយើងគិតទាំងអ្នកប្លុកទាំងអ្នកប្រើធម្មតាគឺចូល600នាក់លើសហើយអញ្ចឹងបងចង់និយាយចេះកន្លែងនេះសម្រាប់គ្នាយើងនោះនេះសាពិចារណាខ្លួនឯងណារតនាគាត់ជា developer ហើយគាត់ជាអ្នកបង្កើត bot ទាំងអស់ហ្នឹងជាក់ស្ដែងខ្ញុំជាអ្នកបង្កើតនៅ idea ឬក៏រួមជាមួយគាត់អញ្ចឹងនោះនេះស្គាល់ណា developer នៅមុខនឹងឯងបើឆ្ងល់ទេបងប្អូនឆ្ងល់ចាំណាគេអ្នក run bot អីអ្នកបង្កើត bot សរសេរ bot code អីហ្នឹងគឺគាត់ហ្នឹងឯងបាទអញ្ចឹងសូមស្គាល់គាត់ឲ្យទៅហើយខ្ញុំដាក់ Telegram channel ឲ្យគ្នាយើង join ដើម្បីជា credit មួយទៅកាន់គាត់ហើយក៏ដូចជាការគាំពៀដែរបងប្អូនពួកយើងជាជនជាតិខ្មែរអ្វីដែលយើងចូលរួមគឺយើងជួយគាំពៀគ្នាយើងទេដូចខ្ញុំលើកឡើងខាងលើអញ្ចឹងខ្ញុំខំស្រាវជ្រាវចំណាយពេលវេលាចំណាយថវិកានៅក្នុងការបង្កើត bot ហ្នឹងឲ្យដាក់ PDF មានន័យថាគ្នាគ្រាន់តែ start bot ទៅខ្ញុំបញ្ជូន PDF ឲ្យរាល់ពេលដែលខ្ញុំចង់ផ្ញើតាមរយៈនេះចឹងទៅពួកអីមូលហេតុបានអញ្ចឹងដោយសារយើងផ្ញើតាមគ្នាយើងចូលមក personal Telegram ខ្ញុំម្នាក់ម្ដងអញ្ចឹងសំណួរធ្វើថាហត់ទេសម្រាប់ខ្ញុំក៏ហត់ដែរណាអញ្ចឹងដើម្បីឲ្យងាយស្រួលមិនយើងត្រូវការខ្ញុំចុចតែមកតង់ទៅផ្ញើទៅកាន់អ្នកនរគ្នាឃើញទេឃើញស្រួលប៉ុន្តែជាអកុសលគ្នាយើងមួយចំនួនតូចគាត់តែជាគិតថាអាហ្នឹងមិន
tớiជា hacker hacker vô tên này quạt ở chẳng khác nhưng vậy mấy là ca join Telegram channel đấy nó thì nhưng mà trong chia pan nhà hai rồi nhưng mà trong lương chấm đánh lăng và tai viên trong mình biết là cái nặng khôi mà sắp ráp khi dương mua chúng nó tối có join Telegram chẳng tới có cho má có join Telegram có đam bay vô ai cái xa nhưng nhau thì nhau mặt mai cái lại nữa này và ta quay đèn ní có join có live hay sầm nô số ta bản live có live tập ấy để bàn tay bà bạn join mà quên tiền bố ấy ai cái xa nhất bắt đầu chung là hôn này và hay sầm nô số ta join trong Telegram cho nó được khác cái sầm làm này nó khác còn là nơi không Telegram cho nó chăm từ vô ai cái xa chăm từ sang vô làm pi cái lực sen nhóm cho nên chạy dùng lấy miết cả phải sang khởi khiếm thưa phải sang lấy vui right and then còn là join Telegram channel sang vô phải sang lấy tập năng khi dân tha đưa chia mất là việc khai nhóm chân này khai nhóm từ từ bán lôi ở miết bán lôi mà riêng lấy bẹo bon chỉ môi nâng từ lưỡi cái hàng Telegram channel nhưng mà chạy lại nắng á nhiều chỉ tôi tới xem Telegram channel bật hàng ở rồi sao mong ở cái này để sao bắt chọn khang cầm hồn Telegram cái bằng cái họ tôi đây bàn tay vì mình chỉ một hết lôi để những độ chỉ sản lắc lôi độ chỉ credit card đây chẳng có chỉ một hết crypto currency chẳng crypto đó cái do tập đô trên chỉ lôi một mình nhưng mà hay vì dân ban chỉ cài chẳng được star phải sụt star chẳng chẳng vì ai đâu ban tam chỉ nổ tao thằng bàn tay việc tay tôi mình tên cứ vì mình nghĩ bàn nó không mỗi đợt lá dân ai chỉ này pay rộp khai hôm nay đang là video muốn về bông tờ lẹ tới bông tạ tha châu không Telegram channel hay download cho PDF free hay xem được khi dương mua chủng nón còn miên chất 4 còn cái tháng lấy đầm bay chỉ cả con pia con trố còn trong tụi ai bóng tụi lạc chùa cô đã bóng tụi lạc chùa cô tới miên khi dương lên Facebook cho được comment châu tới đã tha download for free đã pay châu được không Telegram channel khương chùa code giống bộ quát cái thằng bông nắng cái bông tạp chi dương vậy cái hào trong bán lùi ở đây cái mấy cái này nè ok tam bắt tới khang quát chỉ là sna xong mà dương tờ lẹ tầng ngọn nắng đầm bay quạt donate chỉ tật chất tích túi để con miền anh thằng mà sen pi sen 50 sen là nó cứ tật chất bao quát thì con ai cũng mán có dương ngọt lấy cái này tham nhưng ở đây cái nhưng tờ tua do nào về để quạt donate mà dương như thế hay bóng đi chợ ban bạc không được thể ok cái này này tao lấy dương môn này dương chọc cái này ní dương trâu từ can sầm nua phía sang lấy mua chừng này thật ra là miền khi dương tràn miền tên tay bị xua bong bẹp pon thằng ca đi phía sang này hôm nay có chuyện này riêng phía sang lấy về này thôi nhưng thọ riêng đây bàn tay trong một sơ ban chuyện này bây giờ chỉ mùi nâng ông lấy màn thì bẹp pon chỉ mùi nâng ca sặc xa phía sang lấy cho nó để nhóm chua phía trước cứ bẹp pon chỉ mùi nâng ca speaking and listening chẳng chỉ tu tới sự mềm ca listening bao nhóm vi hiện soi đài hay để sai trong này khoa khát để dương miễn cứ bẹp pon chỉ mùi nâng vocabulary cứ dương đăng ban tích tuổi bóng phật chẳng bẹp pon chỉ mùi vocabulary câu việc sầm khăn mà dạng này và sự dương soi trong ca trong trăm pịa rồi còn nốt pịa từ còn nâng túc cứ dương của bạn trong ca speaking hay nâng listening chỉ hỏi bạn thôi mềm ok chẳngបញ្ហានៅត្រង់ថារៀនពាក្យចេះឬក៏ចេះពាក្យបានតិចតួចបង្កឲ្យមានលក្ខណៈពិបាកក្នុងការស្ដាប់ហើយក៏ពិបាកក្នុងការនិយាយពាក់ព័ន្ធជាមួយនឹងការ writing ក៏ដូចគ្នាដែរអូខេតាមពិតទៅសំណួរកន្លែងនេះសំខាន់ណាខ្ញុំបានធ្វើវីដេអូច្រើនអ្នកនរគ្នាបានស្គាល់ខ្ញុំកន្លងមកណា effortless English Virtuity ហើយមកកាន់ English Solution Virtuity បាទអញ្ចឹង Virtuity នឹងសងឲ្យគ្រប់ទីកន្លែងហើយអញ្ចឹងខ្ញុំគាត់ថាគ្នាមិនពិបាករកខ្ញុំទេលើ TikTok ក៏មានតែអូនEnglish Solution Virtuity ដូចជា 21k follower នៅលើ Telegram ឥឡូវដូចជាហ្មង Telegram ហ្មងឥឡូវ Telegram ចូល 11k ដែរ 11k 72k តាមមើលណាគឺយើងគ្រប់គ្រងទៅលើការរៀនភាសាអង់គ្លេសច្រើនហើយខ្ញុំមាន appreciate it you know like it a lot ហើយខ្ញុំអត់មានអីច្រើនទេមានតែការជួយ support ទៅលើការចែកម្លែកភាសាអង់គ្លេសជាមួយគ្នាយើងតាមយ៉ាងណាសួរសំណួរមកអញ្ចឹងស្តៀងគ្នាយើងមួយចំនួនធំក៏សួរអញ្ចឹងដូចគ្នាឥឡូវបងនឹងឆ្លើយហើយក៏ដូចជាលើ Facebook ឥឡូវដូចជាចិត្តបាន 50k follower ហើយបាទអូខេអរគុណអ្នកនរសម្រាប់អ្នក support ទៅលើ Facebook បាទធ្លាយទៅកាន់ណា TikTok មកធ្លាយមកកាន់ Telegram ឥឡូវធ្លាយមកកាន់ YouTube មកទៀតឥឡូវ YouTube ណាអរគុណអ្នកនរសម្រាប់ការទស្សនាឥឡូវយើងចូលមកកាន់សំណួររបស់យើងតែប៉ុន្តែការរៀនពាក្យដូចខ្ញុំធ្វើវីដេអូខ្លីមួយណាខ្ញុំអត់បានធ្វើជាវីដេអូវិញដល់ YouTube ទេតែអ្នកនរមើលវីដេអូនេះក្នុង YouTube យើងអាចច្បាស់ជាងអូខេអញ្ចឹងពាក់ព័ន្ធទៅនឹងការរៀន vocabulary ទី1ពួកអាហ្នឹងវាពាក់ព័ន្ធគ្នាអញ្ចឹងអ្នកនរត្រូវតែមានទម្លាប់ដូចខ្ញុំបញ្ជាក់នៅវីដេអូមុនមាន4ទម្លាប់សំខាន់នៃអ្នកដែលចាប់ផ្ដើមរៀនពីឥឡូវទៅទម្លាប់ទី1អ្នកនរត្រូវមានទម្លាប់រៀនផលិតសម្លេងទម្លាប់ទី2អ្នកនរត្រូវមានទម្លាប់រៀនពាក្យទម្លាប់ទី3អ្នកនរត្រូវមានទម្លាប់
ប្រើប្រាស់ទៅលើការ speak ហើយនឹងការស្ដាប់អញ្ចឹងអាត្រឡប់3ហ្នឹងហើយត្រឡប់មួយទៀតគឺរៀន grammar នោះនេះត្រូវធ្វើ4ហ្នឹងដើម្បីធ្វើម៉េចឲ្យវាការនិយាយអង់គ្លេសរបស់យើងនឹងវាចាប់ផ្ដើមមានការ connect គ្នាហើយនឹង improve នេះជាចំណុចដ៏សំខាន់ណាបាទគ្នាយើងសម្រាប់ពាក់ព័ន្ធជាមួយនឹង pronunciation គ្នាយើងអាចរៀននៅខ្លួនឯងក៏បានឬក៏ត្រូវការ coach ឬក៏ត្រូវការអ្នកដែលគាត់មានជំនាញផ្នែកហ្នឹងទៅរៀនអំពីគាត់ណាខ្ញុំអត់មានទៅហាមឬក៏ទោះបីខ្ញុំបង្រៀន pronunciation ក៏ដោយខ្ញុំចែករំលែកក៏ដោយប៉ុន្តែខ្ញុំអត់បាន 100% សម្រាប់ការចែករំលែកទេអ្នកនរគ្នាភាគច្រើនតើអ្នកនរគ្នាយើង join online course ហ្នឹងបានលម្អិតបានខ្ញុំចែករំលែកលើ Facebook គ្រាន់តែជា short clip ទេវាមិនមែនជា full lesson ឬក៏ full training របស់ខ្ញុំទេណាទី2ពាក់ព័ន្ធនឹងការរៀនពាក្យកន្លែងនេះអូនសួរថាខ្ញុំខ្សោយពាក្យនោះនេះជាការពិតយើងត្រូវការចេះពាក្យណាយើងអ្នកនរគ្នាត្រូវមានទម្លាប់អានសភៅដើម្បីឲ្យយើងស្គាល់ពាក្យឲ្យបានច្រើនសំណួរសួរថាខ្ញុំអាចស្គាល់ពាក្យតាមយ៉ាងណាតែវាអានសភៅតាមរយៈស្ដាប់ podcast តាមរយៈមើលវីដេអូជាភាសាអង់គ្លេសផ្សេងៗអញ្ចឹងយើងត្រូវមានទម្លាប់ write down អញ្ចឹងយុទ្ធសាស្ត្រក្នុងការរៀនពាក្យយើងត្រូវស្គាល់ដែរយើងត្រូវមាន word strategies word strategy នេះយើងត្រូវរៀនទៅ say word តាមរយៈការបែកជា synonym antonym ពាក្យន័យដូចន័យផ្ទុយគេហៅ synonym antonym បាទហើយមានដូចជា prefixes suffixes គេហៅថាពាក្យឫសគល់ណាមានដូចជា collocation ក្រុមពាក្យដែលមានភាពត្រឹមត្រូវអញ្ចឹងthe more ដែលយើងព្យាយាម write down ពាក្យទៅតាមលំនាំបែបហ្នឹងវាធ្វើឲ្យការសរសេររបស់យើងមានលក្ខណៈបែកកំណត់ហើយពាក្យរបស់យើងចាប់ផ្ដើមមានភាពរឹងមាំជាងមុនមកតង់ទៀតកន្លែងនេះណានេះត្រូវដឹងចេះកុំរៀនពាក្យទាំងឡាយណាដែលអត់មានភាពចាំបាច់យើងត្រឡប់មករៀនពាក្យដែលអត់ចាំបាច់គេហៅ uncommon words តែវាត្រូវការប្រើទេនេះទៅសម្រុកគ្នាហ្នឹងវាអត់ relate សាកសម័យយើងមានទម្លាប់និយាយអង់គ្លេសនិងស្ដាប់ and then យើងរៀនពាក្យដែលមានលក្ខណៈទូទៅច្រើនអញ្ចឹងឱកាសស្ដាប់ឱកាសលឺឱកាសស្គាល់ឱកាសមើលឱកាសទៅសេវាច្រើនដែរអញ្ចឹងការចងចាំវាចាប់ផ្ដើមកើតឡើងនេះជាលំហូរនៅក្នុងការរៀនពាក្យដែលមានសភាពរឹងមាំហើយហ្នឹងហើយបងក៏បានលើកឡើងពាក់ព័ន្ធជាមួយនឹង pronunciation ហើយជាទូទៅសម្រាប់ភាសាអង់គ្លេស pronunciation របស់វាគឺអត់ដូចទៅនឹងខ្មែរយើងទេគឺវាប្រើ IPA ដែលខ្ញុំធ្លាប់បានឃើញបងគាត់និយាយច្រើនដែរពាក់ព័ន្ធជាមួយនឹង IPA ហ្នឹងហើយអូខេអញ្ចឹងខ្ញុំចង់ដឹងថាអ្វីទៅជា IPA ហើយតែយើងរៀន IPA ហ្នឹងវាពិបាកសម្រាប់យើងឬក៏មិន IPA គឺជានិមិត្តសញ្ញាសម្លេងអន្តរជាតិភាសាខ្មែរភាសាអង់គ្លេសពាក្យពេញគឺ international ឬក៏ international phonetic alphabets ដែលមានន័យថាតួនិមិត្តសញ្ញាសម្លេងអន្តរជាតិនោះនេះសំណួរសួរថារៀនហ្នឹងដើម្បីអីប្រយោជន៍អីគេហ្នឹងតែជាអត់ប្រយោជន៍ទេអី right ជាទូទៅសម្រាប់ភាសានៅពេលដែលយើងរៀនគឺមានប្រយោជន៍ទាំងអស់អូខេតែយើងក៏ទៅប្រើ right អូខេអញ្ចឹងបញ្ជាក់បន្តិច IPA នេះវាជាចំណុចមួយដែល snow ហើយវាចាំបាច់អ្នកគ្នាអ្នកដាក់រៀន IPA ដូចវិញផ្លូវអញ្ចឹងពេលដែលយើងចង់អានសម្លេងនោះនេះមានឆ្ងល់ថាខ្ញុំចង់ផលិតសម្លេងឲ្យត្រូវដល់ពេលអត់ចេះ IPA បាទយកពេលខ្លះមានដែរស្គាល់អីគេហៅគេ English Sing ខ្មែរហើយគេមាន English ឡាតាំងស្គាល់ English ឡាតាំងហ៎អូខេឡាតាំងវាជាប្រភេទអក្សរធំហើយដូចភាគច្រើនឈ្មោះរបស់យើងគឺទាមទារឡាតាំងហ្នឹងអញ្ចឹងអាហ្នឹងជា Sing ខ្មែរទេវាមិនមែនជា IPA របស់អង់គ្លេសទេអូនឯងដឹងចំណុចវិញកន្លែងណាអត់វិញត្រង់ថាគ្នាយើងមួយចំនួននៃជនជាតិខ្មែរគាត់យកអក្សរឡាតាំងអាការឡាតាំងគោលដៅឡាតាំងគេបង្កើតវាដើម្បីយកទៅសរសេរឈ្មោះភាសាអង់គ្លេសមានថាសរសេរឈ្មោះភាសាខ្មែរទៅជាភាសាអង់គ្លេសអញ្ចឹងទៅអញ្ចឹងគេកំណត់ថាឡាតាំងហ្នឹងខ្មែរយើងយកអាហ្នឹងមកប្រកបអានពាក្យភាសាអង់គ្លេសអញ្ចឹងវាវល់អញ្ចឹងដើម្បីកុំឲ្យវល់ទៅរៀន IPA អញ្ចឹង IPA សូមបញ្ជាក់ចេះការរៀន IPA គ្រូនឹងគ្រូលោកគ្រូអ្នកគ្រូមួយចំនួនគាត់រៀនគាត់មានខ្មែរ accent ហើយគាត់ទៅបង្រៀន American IPA កន្លែងនេះអត់ម៉ាញទេអ្នកគ្នាប៉ុន្តែអ្នកគ្នាទៅស្វែងយល់សម្រាប់លោកគ្រូអ្នកគ្រូណាទៅស្វែងយល់ថាតើ American accent គេផលិតយ៉ាងម៉េចគេមានទម្រង់មាត់យ៉ាងម៉េចទៅលើ consonant មួយ vowel មួយយកទៅច្បាស់ពួកហ្នឹងមិនស្គាល់តែ IPA ហ្នឹងអូខ្ញុំចេះហើយមែនទេអត់តន់ចាប់ទេត្រូវស្គាល់ទម្រង់មាត់ឲ្យច្បាស់អញ្ចឹងហើយទាមទារអ្នកនេះរៀនជាមួយជនជាតិដើមបើមិនអ្នកនេះចង់ច្បាស់ជាមួយនឹងAmerican IPA ណាមិនសូមបញ្ជាក់ណាមិនមែនត្រឹមតែ pronunciation American pronunciation ទេគឺ American IPA ហើយគ្នាយើងមួយចំនួននៅតែវង្វេងនៅតែបែងចែកមិនដាច់រវាង American IPA និង British IPA អូខេហើយមួយទៀតខ្ញុំចង់លើកឡើងដែរពាក់ព័ន្ធជាមួយនឹង IPA យើងអាចស្រាវជ្រាវបានច្រើនតាមរយៈអ៊ីនធឺណិតហើយមួយទៀតសម្បូរបើសិនជាអ៊ីនធឺណិតយើងខ្លាចមាន hacker មានគេ claim យកព័ត៌មានស្អីៗយើងអញ្ចឹងណាអញ្ចឹង website វាអត់សូវសុវត្ថិភាពម៉ានទេអញ្ចឹងឥឡូវនេះ
ក៏ខ្ញុំបានធ្វើជា bot មួយទៀតដែរពាក់ព័ន្ធជាមួយនឹង English dictionary ប៉ុន្តែនៅក្នុង bot ហ្នឹងវាមានជា IPA ដែរអ្នកនរគ្នាអាចសិក្សាបានដូចជា American IPA ទៀតនៅក្នុង bot រតនាគាត់បង្កើតហ្នឹងអ្នកនរគ្នាយើងបានតម្លាក់នៅក្នុង Telegram channel គឺយើងគ្រាន់តែតម្លាក់ bot ទៅ hacker ទេអូខេអញ្ចឹងគាត់ឡាខ្លាយមិនអញ្ចឹងគ្នាយើងមួយចំនួនណាបាទបងមែនអញ្ចឹងខ្ញុំសុំកាត់តិចហើយមុនហ្នឹងក៏ខ្ញុំទទួលបាន attack មួយដែរattack បាទគេប្រើ account ខ្មោចយកទៅ start bot English dictionary មួយហ្នឹងហើយខ្ញុំដឹងភ្លាមខ្ញុំមកបិទចោលភ្លាមអូខេជាងអ្នកគ្នាការ start bot មិនងាយទេដូចតារាលើកឡើងអញ្ចឹងមានបញ្ហាប្រឈមច្រើនណាបាទមិនមែនស្រួលទេណាការ start bot នឹងអង្គុយសេឡើងប្រហែល1000បន្តរូន bot របស់បងចុងក្រោយ ESO bot នោះប្រហែលបន្ត1000ដែរចូល1000ដែរ1000បន្តដែរវាច្រើន function ដែរព្រោះបើសិនជាយើងគិតទៅវាចេញពី function មួយទៅមួយចេញមួយចូលមួយចប់មួយចូលអីយ៉ាងទៅវាច្រើនតែប៉ុនមួយ flow នៃការដើររបស់ bot អូខេអញ្ចឹងស្គែមគ្នាយើងស្គាល់ developer នៅក្នុងការបង្កើត bot ហើយវីដេអូថ្ងៃនេះយើងបាននិយាយច្រើនពាក់ព័ន្ធទៅនឹងភាសាអង់គ្លេសបន្ថែមឥឡូវខ្ញុំសូមនិយាយចេះគ្នាយើងមើលវីដេអូនេះណាទទួលបាន PDF lesson ហើយសូមគ្នាយើងដែលមើលវីដេអូនេះហើយសូម comment ទៅលើសំណួររបស់អ្នកនរគ្នាបន្តទៀតព្រោះខ្ញុំមិនអាចធ្វើវីដេអូវែងបានច្រើនទេអញ្ចឹងវីដេអូនេះវាអាចនឹងខ្លីបន្តិចអញ្ចឹងសូមបញ្ជាក់ថាអ្នកនរនេះមានសំណួរអីតម្លាក់នៅក្នុង YouTube របស់ខ្ញុំតម្លាក់ក្នុង YouTube រឿង Facebook ខ្ញុំមិនសូវ care ហ្មងទេបាទហើយរឿងនេះក៏ TikTok ក៏សូវ care ព្រោះវីដេអូអានពេញតែ YouTube វីដេអូពេញច្បាស់អញ្ចឹងតម្លាក់ comment មកតម្លាក់សំណួរមកអ្នកនេះចង់សួរពាក់ព័ន្ធនឹងការរៀនភាសាអង់គ្លេសអីខ្ញុំហើយនឹងរតនាយើងនឹងជជែកគ្នាបន្ថែមទៀតបាទបាទបងពាក់ព័ន្ធជាមួយនឹងកម្រងសំណួរនៅក្នុងការរៀនភាសាអង់គ្លេសដូចពាក់ព័ន្ធទាំងការប្រើ bot ផ្សេងគ្នាយើងមួយចំនួនអត់ចេះប្រើ bot ទេដែរខ្ញុំឃើញថាភាគច្រើនមិនត្រឹមតែ bot ទេត្រឹមតែជា account Telegram របស់គាត់ personal គាត់ក៏គាត់អត់មានជា username ដែរហើយអាហ្នឹងសំខាន់ណាស់ឥឡូវសុំសួរណៃតិចតើ Telegram user មួយដែលប្រើ Telegram ហ្នឹងគួរតែមាន username អត់សម្រាប់ខ្ញុំគឺគាត់គួរតែមានបើមិនជាយើងអត់មានអាហ្នឹងទេគេ claim យករបស់យើងបាត់ហើយគេ claim យកឈ្មោះយើងហើយអញ្ចឹងយើងដាក់វាទៅវាអត់មានខាតបងអីទេសូម្បីតែ Facebook បច្ចុប្បន្នហ្នឹងបង្កើតមកក៏វា default របស់លេខ ID វាដែរវាមិនមែនជា username មកទេអញ្ចឹងអ្នកនរគ្នាគួរតែចេះ check មើលថាយើងដូរ username Facebook យើងមិនឲ្យចេញជា account personal account real person អញ្ចឹងវាគឺជាកន្លែងសម្គាល់មួយថាយើងគឺជា real person មិនមែនជា bot ទេអញ្ចឹងដូចប្រភេទ bot ដែលខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាមិញគឺដោយសារគេ attack មកខ្ញុំដឹងគេតាមរយៈអីគេគឺវា auto មកមួយវិនាទី100 account អីចឹងទៅអញ្ចឹងយើង check មើល ID របស់គាត់គឺវា generate ទាំងអស់ជាប្រភេទ random string ទេជាប្រភេទ random លេខកូដមកពីក្រោយទាំងអស់អញ្ចឹងមិនមែនជាប្រភេទមនុស្ស account មនុស្សលេងទេអូខេអ្នកនេះយើងគិតតែមកដល់ពេលនៅចុងក្រោយហើយបើអ្នកគ្នាចង់ join Telegram channel របស់រតនាប្រើតែ bot ទៅក៏គាត់អាច join បានដែរនៅក្នុង bot ហ្នឹងគឺវានឹងមានជា username ដូចមាន function មួយដែលគ្នាយើងឥឡូវសុំសួរមួយគ្នាជាមួយចំនួនគាត់ join bot គាត់ចង់ join Telegram channel ប្រើបានទេហ្នឹងអត់បានទេជិះទៅខ្ញុំធ្វើ bot មានច្រើននៅក្នុងហ្នឹងហើយយើងចំណាយច្រើនហើយយើងអត់មានឲ្យគាត់យកលុយពីគាត់ទេអញ្ចឹងឲ្យគាត់ប្រើ free ទាំងអស់មានច្រើនខ្ញុំ free បាទហើយគាត់គ្រាន់តែ join ទៅក្នុង channel ខ្ញុំទេអ្វីដែលចង់បានគឺ join channel គាត់អាចប្រើបានសេរីឯ bot ហ្នឹងអូខេបាទចំណុចដែលពិសេសគឺបែបហ្នឹងគាត់នៅក្នុង channel ហ្នឹងមួយហើយមាន bot 5អញ្ចឹងគាត់នៅ5ហ្នឹងហើយគាត់ទៅ start bot ណាក៏ដើរដែរអត់ទៅ start ទៀតទេគីឡូគាត់អញ្ចឹងគាត់គិតថានៅក្នុង channel ហ្នឹងតិចខ្ញុំនេះទៅ click គេ hack ខ្ញុំទៅហ្នឹងគាត់ត្រូវ leave channel គាត់ត្រូវប្រើ bot វិញអញ្ចឹងណាមានសមត្ថភាពមើលទៅបាទសម្រាប់ការ hack Telegram វាមានច្រើនដែរបច្ចុប្បន្នពាក់ព័ន្ធមួយការ phishing អញ្ចឹងបើនិយាយលម្អិតទៅវាពាក់ព័ន្ធជាមួយនឹងចំណុចនេះកាន់តែជ្រៅទៀតហើយពាក់ព័ន្ធជាមួយនឹងការ attack ទៅលើ Telegram ការ phishing ចឹងយើងអាចនឹងមាននៅក្នុងវីដេអូក្រោយទៀតជាមួយបងនាទីដែលយើងនឹងនិយាយពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាទៀតទៅអូខេអញ្ចឹងប្រធានបទរបស់យើងមានប៉ុណ្ណឹងនេះអរគុណច្រើនហើយយើងមកដល់ទីបញ្ចប់ហើយកុំភ្លេចjoinខ្ញុំនឹងតម្លាក់ link Telegram channel របស់រតនាផងហើយខ្ញុំនឹងតម្លាក់ឲ្យឆាប់អូអានេះទៅនឹងថ្មីដែរឆាប់ថ្នាក់ American Pronunciation Live Time ចិត្ត start ហើយអញ្ចឹងអានេះគឺ live time បាទអញ្ចឹង one payment done គឺអ្នកនេះអាច join ក្នុងហ្នឹងមានវីដេអូ pronunciation ដែលខ្ញុំបង្រៀនលម្អិតណាហើយគឺអ្នកនេះចុះឈ្មោះតាម bot ដូចគ្នាដែរអញ្ចឹងអាហ្នឹងឆាប់ហើយមួយទៀតខ្ញុំដូចខ្ញុំបញ្ជាក់អញ្ចឹងណាខ្ញុំបញ្ជាក់ផុសទៅលើ Facebook ដូចគ្នាថាខ្ញុំនឹងមាននៅ Telegram channel មួយទៀតគឺ Telegram channel podcast audio podcast ហ្នឹងគឺផ្ដោតទៅលើគ្នាយើងចង់ស្ដាប់ពង្រឹងសំឡេងឬក៏ចង់រៀនពាក្យបន្ថែមនៅក្នុងហ្នឹងខ្ញុំធ្វើសំឡេងធ្វើ podcast ជា audio អញ្ចឹងទៅឆាប់អូខេ
so បាទសុំតែម្យ៉ាងណាកុំតែ block bot ទៀត អីអ្នកគ្នា bot វាអត់មានអីទៅ hack របស់យើងកែទេអ្វីដែលជាបញ្ហាគឺ account យើងខ្លួនឯងយើងចាញ់បោក phishing ពីគេទេដែលយើងទៅបញ្ចូលព័ត៌មាន login លេខទូរស័ព្ទអីហ្នឹងសិតតែ phishing ទេអញ្ចឹង bot hack យើងអត់កើតទេ bot វាមានអីទៅ hack យើងទេបើវាមានសិទ្ធមកលើយើងគឺទី1វា add យើងចូលក្រុមហើយបើ add ចូលក្រុមហ្នឹងតើតែ account របស់យើងហ្នឹងទៅបើកកន្លែង privacy របស់យើងនោះយើងបិទអត់ឲ្យគេ add ចូលក្រុមទេអូខេជាប្រភេទ invite វិញអញ្ចឹង bot ក៏អត់មានសិទ្ធក្នុងការ add យើងដែរអញ្ចឹងទុក bot ខ្ញុំមួយទៅអីគីឡូខ្ញុំគ្រាន់ផ្ញើសភៅ free ឲ្យអីឬក៏ទៅ block ទេបើថាគាត់ថា block វាចំណេញ block ទៅអញ្ចឹងអូខេអត់អីទេគាត់ block bot យើងដឹងជួយគាត់ថាម៉េចទេដឹងឲ្យសភៅគាត់តាមណាបើគាត់ block បើយើងបាត់ហើយហ្នឹងអត់អីទេដំណោះស្រាយបើគាត់ចង់ទទួលបាន PDF free គាត់ទៅ start bot ទៅវាមកវិញហើយអូខេ unblock ទៅអូខេអ្នកនរអរគុណច្រើនជួបគ្នាទៅវីដេអូក្រោយ appreciate it សូរតនា appreciate so much for today អរគុណចាំមកហើយជួបគ្នាក្នុងវីដេអូក្រោយបាទ bye bye